វីដេអូនេះដែរខ្ញុំមកបង្ហាញអំពីការដែលលាយដីបដោះកូនរបស់យើងអញ្ចឹងលាយដីបដោះកូនរបស់យើងគឺវាងាយស្រួលទេបើសិនជាយើងមានកប៉ោះនិមុខកខ្ជុំកាមហើយនឹងដីរបស់យើងដែលយើងរែងម៉ត់ហ្នឹងយកដីកន្លែងដីដបូលក៏បានគឺយើងរែងវាយកតែអាកំតិចរបស់វាហ្នឹងមកហើយនឹងអាចកូនហ្នឹងក៏យើងត្រូវរែងដែរគឺរែងឲ្យវារៀងយកអាម៉ត់របស់វាអញ្ចឹងយើងយកមកលាយជាលបាយចូលគ្នាចាយើងលាយជាលបាយចូលគ្នាយើងអាចនឹងប្រើអាចកូនហ្នឹង40% អញ្ចឹងទៅដីរបស់យើងប្រើខ្ទង់25ឬក៏30ក៏បានដែរហើយយើងយកមកលាយជាលបាយឲ្យវាចូលសពគ្នាអញ្ចឹងទៅហើយបន្ទាប់មកយើងយកលបាយដែលយើងបានលាយហើយហ្នឹងយើងយកទៅដាក់ក្នុងត្រេចាដាក់ក្នុងត្រេអញ្ចឹងដូចនេះខ្ញុំបង្ហាញជូនថាដាក់ក្នុងត្រេហើយគឺយើងមានវិធីមួយទៀតដែលពីដើមមកគឺខ្ញុំឃើញកសិករខ្លះគឺគាត់យកឈើចុចអញ្ចឹងយើងក៏ស៊ីពេលវេលាយូរដែរយើងចំណាយពេលវេលាយូរតែចំពោះខាងខ្ញុំគឺខ្ញុំយកត្រេរបស់វាហ្នឹងពេលដែលយើងដាក់ហើយយើងយកត្រេមកសកត់ចាយើងយកត្រេមកសកត់អញ្ចឹងមកចាយកត្រេមកសកត់ដើម្បីឲ្យវាមានរុនសម្រាប់យើងដាក់គ្រាប់អញ្ចឹងការសកត់នេះដែរគឺយើងអត់តម្រូវឲ្យសកត់ជ្រៅពេកទេដល់កាលណាជ្រៅពេកទៅគ្រាប់ស្ពៃរបស់យើងក៏វាដោះលូតបដូលមកអត់នេះដែរបងដោយថាវាជ្រៅពេកអញ្ចឹងយើងដាក់មកមុំមកយើងមុំវាតិចអញ្ចឹងមកហើយពេលដែលយើងដាក់គ្រាប់ទៅយើងយកដីលុបយកអាកប៉ោះរបស់យើងនេះយកទៅលុបចាបន្ទាប់ពីលុបហើយយើងយកវាទៅរៀបហើយយើងស្រោចទឹកវាបងស្រោចទឹកឲ្យជោគអញ្ចឹងបើសិនយើងមានស្បៃខ្មៅក៏យើងអាចយកស្បៃខ្មៅហ្នឹងគ្របពីលើហ្នឹងដើម្បីកុំឲ្យពេលដែលយើងស្រោចទឹកហ្នឹងអាគ្រាប់របស់វាហ្នឹងវាអាចទៅពេលយើងបាញ់ទឹកទៅវាអាចនឹងខ្ចាយគ្រាប់ឡើងលើអីអញ្ចឹងអាការគ្របស្បៃខ្មៅហ្នឹងដើម្បីការពារកុំឲ្យគ្រាប់របស់វាខ្ទាតចេញក្រៅ